ការពីវីដេអូមុនយើងបានសិក្សារួចមកហើយអំពីលក្ខណៈរបស់ភាសា C នៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពី rule នៅក្នុងការបង្កើតកម្មវិធីមួយមុននឹងយើងបង្កើតនៅកម្មវិធីមួយទី1គឺដាច់ខាតត្រូវតែមាននៅ main function មួយដែល main function នេះគឺវាចាប់ផ្ដើមនៅពេលដែលកម្មវិធី execute រាល់ statement នៅក្នុង C program ទាំងអស់ត្រូវតែសរសេរជាអក្សរតូចយើងប្រើប្រាស់នៅ uppercase អក្សរធំនឹងដើម្បីបង្ហាញនៅ string ហើយនិង message នៅលើ screen រាល់ statement នៅក្នុងភាសា C គឺត្រូវតែបញ្ចប់ជាមួយនឹងសញ្ញា semicolon មុននឹងយើងអាចប្រើប្រាស់នៅបញ្ញត្តិមួយបាននៅក្នុងភាសា C គឺយើងត្រូវតែប្រកាសវាជាមួយប្រភេទ data type ដែល C បានផ្ដល់ឲ្យជាមុនសិនហើយយើងប្រើប្រាស់ comment ដើម្បី note នៅកូដរបស់យើងថាមួយប្លុកនេះធ្វើការងារនេះមួយប្លុកនេះធ្វើការងារនេះហើយយើងអាច insert នៅក្នុង program យើងក៏បានមិន insert ក៏បានប៉ុន្តែប្រសិនបើយើង insert ចូលនៅក្នុង program យើងអាចសរសេរវានៅកន្លែងណាក៏បាននៅក្នុងវីដេអូនេះយើងបានសិក្សាអំពី rule នៅក្នុងការបង្កើតកម្មវិធីមួយនៅក្នុងវីដេអូបន្ទាប់យើងនឹងលើកឧទាហរណ៍ជាក់ស្ដែងដែលពាក់ព័ន្ធនឹងrule ដែលយើងបានសិក្សារួចមកនេះ